ទាំងលោកសំរងស៊ីនិងទាំងលោកកំសុខាព្រមទាំងលោកអេងឆៃអៀងបានប្រកាសក្នុងសន្និសីទកាសែតនៅរុស្ស៊ីថ្ងៃ21មករានេះថាអ្នកគាំទ្រគណៈបកប្រជាជនកម្ពុជាដែលមានទាំងអង្គរៈរបស់លោកនាយរដ្ឋមន្ត្រីផងបានស្លៀកពាក់ស៊ីវិលមានបំណងចូលអុកលោករំខាននិងបង្កអំពើហិង្សាក្នុងវេទិកាជួបជុំនៅឃុំត្រោយស្លាស្រុកស្អាងខេត្តកណ្ដាលប៉ុន្តែគណៈបកសង្គ្រោះជាតិដឹងមុនហើយបានប្រកាសរំសាយវេទិកាជួបជុំនៅរុស្ស៊ីថ្ងៃទី21មករានេះទៅវិញលោកអេងឆៃអៀងដែលជាប្រធានគណៈបកសង្គ្រោះជាតិប្រចាំខេត្តកណ្ដាលបានលើកឡើងថាក្រុមអ្នកចូលរួមអុកឡុកវេទិកាជួបជុំរបស់គណៈបកសង្គ្រោះជាតិដែលជាបាតដៃទី3នោះគឺជាសកម្មជនអ្នកគាំទ្រគណៈបកប្រជាជនកម្ពុជានិងជាក្រុមអង្គរៈលោកនាយរដ្ឋមន្ត្រីហ៊ុនសែនដែលស្លៀកពាក់ស៊ីវិលមានចំនួនរាប់ពាន់នាក់ចំណែកលោកសំរងស៊ីបានចាត់ទុកថាការព្យាយាមរំខានវេទិកាជួបជុំរបស់គណៈបកសង្គ្រោះជាតិនៅស្រុកស្អាងខេត្តកណ្ដាលនៅថ្ងៃទី21មករានេះដូចជាការរៀបចំដែលគេចង់ទាញលោកនិងលោកកំសុខាឲ្យចូលអន្ទាក់ពីព្រោះនៅពេលលោកតាក់ទងជាមួយលោកសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជានៅពេលព្រឹកគឺលោកសខេងធានាថាឲ្យគណៈបកសង្គ្រោះជាតិធ្វើវេទិកាជួបជុំដោយមិនមានការរារាំងឡើយក្នុងសន្និសីទកាសែតលោកកំសុខាអនុប្រធានគណៈបកសង្គ្រោះជាតិក៏បានប្រកាសថាគណៈបកសង្គ្រោះជាតិនឹងបន្តសកម្មភាពតស៊ូដោយអហិង្សានិងដោយសន្តិវិធីមេដឹកនាំគណៈបកសង្គ្រោះជាតិក៏នឹងចុះតាមបណ្ដាខេត្តដើម្បីជួបជុំសកម្មជនតទៅទៀតប៉ុន្តែក្នុងពេលមានប្រជាជន2ក្រុមនៅទីតាំងប្រារព្ធពិធីជួបជុំនៅគុំត្រោយស្លាក្នុងស្រុកស្អាងខេត្តកណ្ដាលកាលពីព្រឹកមិញគឺក្រុមដែលអះអាងថាជាអ្នកគាំទ្រគណៈបកប្រជាជនកម្ពុជាបានប្រកាសថាបើសិនជាគណៈបកសង្គ្រោះជាតិនៅតែបន្តការជួបជុំហើយបើបន្តរិះគន់រដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជាតទៅទៀតនោះពួកគេនឹងតាមទៅចូលរួមហើយប្រមានត្រៀមខ្លួនបង្ហូរឈាមថែមទៀតលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនអាចតាក់ទងបានទេនៅល្ងាចថ្ងៃអង្គារនេះក៏ប៉ុន្តែអភិបាលខេត្តកណ្ដាលលោកផៃប៊ុនជឿនបានបដិសេធការលើកឡើងខាងលើហើយថាកងកម្លាំងអាជ្ញាធរសមត្ថកិច្ចចម្រុះដែលដាក់ពង្រាយនោះគឺដើម្បីការពារសុវត្ថិភាពការជួបជុំរបស់មេបកប្រឆាំងប៉ុណ្ណោះអភិបាលខេត្តកណ្ដាលដែលជាថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាប្រចាំខេត្តកណ្ដាលក៏បានប្រាប់អ្នកកាសែតដោយបដិសេធថាគណៈបកប្រជាជនកម្ពុជាមិនបានចាត់តាំងកម្លាំងស៊ីវិលជាប្រជាជនឬក៏កងអង្គរៈទៅអុកឡុកវេទិការបស់បកប្រឆាំងនោះឡើយជាការកត់សម្គាល់រឿងហេតុដែលក្រុមអ្នកគាំទ្រគណៈបកប្រជាជនកម្ពុជាចេញមុខបង្ហាញជំហរប្រឆាំងលោកសំរងស៊ីនិងលោកកំសុខានៅក្នុងវេទិកានៅខេត្តកណ្ដាលនៅថ្ងៃនេះបានកើតឡើងក្រោយពីការប្រកាសរបស់លោកហ៊ុនសែននៅខេត្តក្រចេះកាលពីថ្ងៃ18មករាដើម្បីឲ្យអ្នកគាំទ្រចេញការពារគណៈបកប្រជាជនកម្ពុជា